ខ្ញុំបាទ DK សូមលើកដល់ជម្រាបសួរពុកម៉ែបងប្អូននិងមិត្តមិត្តយូរវ័យទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទចង់នាំអ្នកទាំងអស់គ្នាឲ្យបានមើលស្គាល់អំពីតំបន់ទេសចរមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបហើយវាជាតំបន់ទេសចរបែបលើផ្ទៃទឹកនិងធម្មជាតិស្រស់ៗតែម្ដងនោះគឺតំបន់ទេសចរកំពង់ភ្លុកបាទដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូដែលខ្ញុំបានដាក់ជូននេះគឺតំបន់មួយនេះគឺមានទឹកលិចនៅរដូវវស្សាគឺស្រស់ស្អាតមែនទែនហើយបងប្អូនប្រជាពលរដ្ឋគឺគាត់រស់នៅតាមរយៈដងគៀនព្រែកហ្នឹងគឺនៅលើផ្ទៃទឹកតែម្ដងហើយបើសិនជាយើងបានចូលទៅកាន់ភូមិរបស់ពួកគាត់ទៀតនោះឃើញថាផ្ទះរបស់គាត់គឺមានសសរខ្ពស់មែនទែនហើយនេះជាការបង្វែរទស្សនីយភាពមួយនៅក្នុងដំណើរកំសាន្តរបស់ខ្ញុំផងដែរដែលយើងធ្លាប់តែរស់នៅលើគោកហើយយើងមកសិក្សាស្វែងយល់អំពីភាពខុសប្លែកភាពខុសគ្នារវាងជីវិតដែលរស់នៅលើគោកហើយនិងជីវិតដែលរស់នៅក្នុងទឹកដូចយើងធ្លាប់បានឃើញថាយើងនៅរស់នៅលើគោកយើងធ្វើដំណើរដោយមធ្យោបាយនៃការធ្វើដំណើររបស់យើងគឺមានម៉ូតូមានកង់មានឡានក្រុងអីផ្សេងប៉ុន្តែវាពិតជាមានភាពខុសគ្នាដាច់ស្រឡះតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅលើផ្ទៃទឹកនេះគឺគាត់បំលាស់ទីនិងធ្វើដំណើរដោយមធ្យោបាយរបស់គាត់គឺមានទូរបស់គាត់គឺជាប្រភេទទូក្តារអុំអញ្ចឹងទៅហើយមានប្រភេទស្មាច់ដែលយើងដាក់ម៉ាស៊ីនតូចសម្រាប់ធ្វើដំណើរជាលក្ខណៈគ្រួសារដឹកជញ្ជូនអីវ៉ាន់ឬក៏អាចប្រកបជាមុខរបរចិញ្ចឹមជីវិតដោយគឺជិះលក់នៅតាមទីកន្លែងដែលមានភ្ញៀវទេសចរទៅលេងឬក៏តាមស្រុកភូមិហើយនេះជាទស្សនវិជ្ជានៃកន្លែងមួយដែលយើងហៅថាតំបន់ដែលគេអុំទូកលេងសម្រាប់ភ្ញៀវទេសចរអញ្ចឹងគឺគាត់អាចជិះកំសាន្តបានដែលមានលោកយាយលោកអ៊ំបាទអ្នកមីងគឺគាត់ជាអ្នកអុំជូនបងប្អូនជាភ្ញៀវទេសចរសម្រាប់ទស្សនានៅតំបន់កំពង់ភ្លុកនេះផងដែរហើយទស្សនវិជ្ជាមួយនេះដែរគឺខ្ញុំថតនៅចំកណ្ដាលទន្លេតែម្ដងដែលយើងបានកំណត់គឺធ្វើដំណើរទៅដល់កណ្ដាលទន្លេហើយខ្ញុំក៏ឆ្លៀតផ្ដិតយកទស្សនវិជ្ជានៃកណ្ដាលទន្លេគឺមើលទៅហាក់ដូចជាយើងកំពុងតែស្ថិតនៅជើងមេឃអញ្ចឹងបាទគឺស្រស់ស្អាតមែនទែនកុំភ្លេចណាពុកម៉ែបងប្អូនធ្វើដំណើរមកលេងនៅកំពង់ភ្លុករមណីយដ្ឋានកំពង់ភ្លុកនេះស្រស់ស្អាតមែនទែនអរគុណពីខ្ញុំបាទ DK